វាសនាអាចគេអត់ធ្មត់គេអត់ស្រ័យដល់ព្រះសោះចឹងពីមួយឆ្នាំត4ចំនួនរហូតដល់400ឆ្នាំប៉ុន្តែរហូតដល់ផុត400ឆ្នាំទើបគេស្រ័យដល់ព្រះគ្រាន់គេស្រ័យដល់ព្រះជាម្ចាស់ព្រឹកព្រះយ៉ាងម៉េចព្រះត្រាស់ហៅម៉ូសេកំពុងវាជាថាយើងលឺសម្រែកប្រជារាស្ត្ររបស់យើងដែលស្រែកអំពាវនាវរបស់យើងចូលយើងចាត់ឯងទៅរំដោះគេចេញពីស្រុកអ៊ីស្រាអែលសម្រែករបស់យើងលឺដល់ព្រះអង្គពាក្យអធិដ្ឋានរបស់យើងលឺដល់ព្រះអង្គអាមែនព្រោះកាលណាយើងស្រែកយើងសូមព្រះនឹងធ្វើការអស្ចារ្យដូចយើងមានកូនអញ្ចឹងបើយើងលឺសម្រែកកូនយើងរត់ទៅរកសម្រែកកូនហ្នឹងប៉ុន្តែបើកូននឹងវាខ្ទួយតិចវាស្អីតិចវាធ្វើត្រង់ដល់សោកសាច់ហ្មងដល់ទៅមើលដេកពេលដោយហើយឃើញបើជាមួយមនុស្សអត់មុតចោះមនុស្សជួយយើងបានប៉ុន្តែជាមួយព្រះរឿងតូចក៏ដោយរឿងតាចក៏ដោយរឿងល្អិតក៏ដោយរឿងល្អោក៏ដោយរឿងអីក៏ដោយចូលស្រែកដល់ព្រះអង្គទ្រង់ព្រះសន្តាប់ពីសម្រាប់របស់យើងហើយប្រទានឲ្យយើងនៅគ្រប់អ្វីដែលយើងត្រូវការអាមែនអាមែនត្រូវការផ្ទះក៏សូមព្រះអង្គអាមែនអ្នកជួលផ្ទះគេសូមព្រះអង្គឲ្យមានផ្ទះខ្លួនឯងអាមែនបាទសូមព្រះអង្គឲ្យមានឡានសូមព្រះអង្គឲ្យមានអ្វីដែលយើងត្រូវការដើម្បីរស់នៅថ្វាយសេរីដល់ព្រះអង្គព្រះនិយមប្រទានអ្វីទាំងអស់អ្នកខ្លះថាម៉េចអូលោកគ្រូសូមផ្ទះចឹងសាច់ឈាមហើយចុះបងនឹងបង្កើតសាច់ឈាមយើងអ្នកណាបង្កើតសាច់ឈាមយើងអ្នកណាបង្កើតផែនដីសម្រាប់ឲ្យយើងនៅព្រះបើចោលថាផ្ទះជាសាច់ឈាមចោលព្រះទៅពួកព្រះតែបង្កើតណាផែនដីបង្កើតដើមឈើបង្កើតអីព្រះចង់ឲ្យកូនព្រះអង្គសាច់ឈាមក៏សុខស្រួលព្រលឹងក៏សុខភាពល្អទាំងវិញ្ញាណក៏រីកចម្រើនធំធំអាមែនសូម្បីតែយើងជាមនុស្សក៏ចង់ឲ្យកូនយើងមានផ្ទះដែរចេះទេអត់ចឹងមកព្រះយេស៊ូវបានទូថាសូម្បីតែលោកគ្នាជាមនុស្សមានបានក៏ចេះឲ្យរបស់ល្អទៅកូនចុះចំណងបើព្រះបិតានៃលោកគ្នាដែលគង់នៅឋានសួគ៌តែទ្រង់មិនឲ្យអ្វីដល់ល្អដល់អស់អ្នកដែលទូសូមដល់ព្រះអង្គជាងអំបាមានទៅទៀតអាមែនអាមែនហាឡេលូយ៉ាអាមែននេះជាព្រះបន្ទូលព្រះអង្គអាមែនអាមែនចឹងថ្ងៃនេះតែពីរខ